ជិតបងខ្ញុំប្រកាសទៅលើណាមតែតនេះណាម product ណាខ្ញុំដាក់40ទៅអាចទៅសេបានច្រើនតួហើយជាមួយនឹង discount តែ discount កន្លែងនេះគឺយើង start ពី0ទៅវាចង់ discount ប្រហែល%អញ្ចឹងណាហើយខ្ញុំប្រកាស plot មួយទៀតដែលខ្ញុំកំណត់ទៅលើតម្លៃ price តែតនេះមួយហ្នឹងយើងមានហើយប្រហែល$ប្រហែល$អញ្ចឹងទៅមួយទៀតគឺ total ដែលខ្ញុំចង់កណនីតម្លៃសរុបរបស់ផលិតផលហ្នឹងណាឧបមាថាយើងទិញ10 21$អញ្ចឹងវាស្មើ$10ហើយខ្ញុំមានមួយទៀតគឺខ្ញុំ total price តែកន្លែងនេះខ្ញុំចង់និយាយទៅលើតម្លៃសរុបទាំងអស់ដែលយើង discount ហើយណាអញ្ចឹងហើយប៉ុណ្ណឹងយើងធ្វើកັບកាសជាបន្ទាប់យើងធ្វើការ design វាមកខាងក្រោមខ្ញុំដាក់ print យើងសួរគេថាគេចង់ទិញប្រភេទ product អីចឹងណាគេបំពេញឈ្មោះមកហើយខាងក្រោមគឺយើង enter ដែលយើងបញ្ចូលទៅលើឈ្មោះ product មួយហ្នឹងถ้าគេចង់ទិញអីគឺគេដាក់បញ្ចូលនឹងមកហើយខ្ញុំចាប់ទៅលើ %s ដោយសារតែវាជាប្រភេទអក្សរអញ្ចឹង %s ហើយ dot address ទៅកាន់ name ចឹងមកណានេះកន្លែងនេះខ្ញុំ copy មកលឿនហើយយើងដូរទៅយើងដូរដាក់ថា price ចឹងមកតំណែងមកយើងហើយខ្ញុំដាក់ %s ដោយសារតែវាជា page plot ហើយយើងដូរផង price ខាងក្រោមគឺដាក់ quantity ចំនួនរបស់យើងមានប្រមាណហើយដាក់ %d quantity ដូចគ្នាអញ្ចឹងយើងលុបនេះចោលយើងដាក់ quantity មកណាគ្នាដូរទាំងអស់មកហើយខាងក្រោមលុបចោលខ្ញុំធ្វើការកណនីតម្លៃសរុបប្រមាណអញ្ចឹងយើងយក quantity គុណនឹង price មកយើងឃើញតម្លៃសរុបរបស់យើងហើយឃើញតម្លៃថាសរុបវាប្រមាណហើយអញ្ចឹងវាគិតអញ្ចឹងណាគ្នាដើម្បីដល់តម្លៃសរុបយើងយកគុណអញ្ចឹងមកហើយជាបន្ទាប់ខ្ញុំធ្វើការកណនីទៅលើលក្ខខណ្ឌណាគ្នាដាក់លក្ខខណ្ឌ if មកដែល if ទីនេះគឺខ្ញុំចង់ថាចេះខ្ញុំចង់គោលដៅរបស់ខ្ញុំចង់ថាអ្នកទិញហ្នឹងទិញប្រមាណចំនួនប្រមាណអញ្ចឹងណាយើងគិតទៅលើ quality បើសិនជាយើងទិញតិចយើង discount តិចចឹងទៅតែកន្លែងនេះខ្ញុំដាក់ quality តូចជាង5បើសិនជាគេទិញតូចជាង5មុខអញ្ចឹងខ្ញុំមិនឲ្យ discount ទេខ្ញុំដាក់ discount ថា0មកជាបន្ទាប់ណាគ្នា if មកហើយយើងដាក់ quality ធំជាងឬស្មើ5ហើយយើងប្រើចំណុចហ្នឹងណាបើសិនជាចូលលក្ខខណ្ឌមួយហ្នឹងដាក់ quality មួយទៀតគឺយើងតូចជាង10បើសិនជាវាស្ថិតនៅចន្លោះ5ទៅ10ហ្នឹងខ្ញុំឲ្យ discount របស់វាគឺ 10% ចឹងមកយើងដាក់10មកណាយើងមិនដាក់10មិនដាក់%ទេហើយចំពោះមួយទៀតគឺខ្ញុំ copy មកលឿនយើងដាក់មួយទៀតគឺ quality របស់យើងបើសិនបើវាហើយកន្លែងនេះយើងដូរដាក់10មកអញ្ចឹងបើសិនជា quality របស់យើងធំជាង10ហើយអា quality មួយទៀតហ្នឹងគឺវាតូចជាង15អញ្ចឹងវាស្ថិតពី10ទៅ15ស្ថិតនៅចន្លោះហ្នឹងណាបើសិនជាវាចូលចន្លោះហ្នឹងយើងឲ្យ discount វា 15% អញ្ចឹងទៅហើយចុងក្រោយបើសិនជាគេទិញ quality ហ្នឹងគេទិញលើសពី15ណាគ្នាគេទិញក្រៅពីលក្ខខណ្ឌទាំងលើហ្នឹងខ្ញុំឲ្យវា discount 20%ឧបមាថាគេទិញ20មុខអញ្ចឹងទៅទិញ16មុខ17មុខវាសិតតែមិនមែននៅក្នុងលក្ខខណ្ឌខាងលើហ្នឹងហើយអញ្ចឹងខ្ញុំឲ្យវា discount 20% auto មកលក្ខខណ្ឌរបស់យើងគឺបានធ្វើហើយអញ្ចឹងយើងគណនា total price តែកន្លែងនេះយើងគណនាតម្លៃក្រោយយើង discount ណាគឺរូបមន្តរបស់វាយើងយក total តម្លៃសរុបរបស់យើងដកទៅលើ total គុណជាមួយនឹង discount ចែកនឹង100មកអញ្ចឹងរូបមន្តរបស់វាយើងនឹងឃើញតម្លៃក្រោយយើង discount ហើយបន្ទាប់មកណាគ្នាធ្វើការ print មកបង្ហាញមកខ្ញុំធ្វើការ print name មកវិញតែកន្លែងនេះចាប់លើភាគ%s ណាគ្នាដើម្បីចាប់ name មកណាបង្ហាញ name មកវិញហើយ price ក៏ដូចគ្នាយើងចុចពី app មកដោយសារយើងយកខាងក្រោយក្បៀសពីខ្ទង់តម្លៃរបស់វាណាចាប់ price មកហើយខាងក្រោមគឺខ្ញុំចាប់ទៅលើ quality ដែលកន្លែងនេះយើងចង់ quality របស់យើងចង់ទិញប្រមាណគឺយើងបង្ហាញកន្លែងនោះដែរយើងចាប់ទៅលើ quality ណាហើយខាងក្រោមគឺយើងចាប់ទៅលើ total price អ្នកគ្នា total price ហ្នឹងមានន័យថាអ្នកគ្នាគឺយើងតម្លៃរបស់យើងសរុបមកទៅទិញសរុបមកអត់ទាន់ discount ទេអញ្ចឹងខ្ញុំចាប់ចុចពី app ដូចគ្នាអ្នកគ្នាហើយយើងចាប់ទៅលើ total price total មួយទៀត discount យើងចង់ថា discount យើងប្រមាណយើងចាប់ discount មកខ្ញុំដាក់ %d ហើយ discount ខាងលើ discount ប្រមាណគឺវាបង្ហាញមកហើយ payment របស់យើងចុងក្រោយគឺយើងដាក់ % ចុចពី app ដូចគ្នាហើយខ្ញុំចាប់ទៅលើ total price អ្នកគ្នាដើម្បីបានតម្លៃយើងក្រោយ discount ហ្នឹងស្មើប្រមាណអញ្ចឹងណាសម្រាប់ឲ្យគេ pay ខ្ញុំគិតជាដុល្លារណាគ្នាកិច្ចការងាររបស់យើងគឺចប់ហើយអញ្ចឹងយើងធ្វើការ run មើលអញ្ចឹងកន្លែងនេះ error ដោយសារតែយើងជន់គ្នាញ៉ាត់ជន់គ្នាខ្ញុំភ្លេចកប៊ីហើយនឹង discount អញ្ចឹងយើងលុប discount មួយចំមកកន្លែងនេះខ្ញុំដាក់ចុះផ្ទាត់មើលទៅវាស្អាតតិចវានឹងឲ្យយើងបញ្ចូលឈ្មោះហើយខ្ញុំដាក់កូកាហើយខ្ញុំទិញមួយ$1ហើយចំនួន20តែវានឹងសូមកយើងឃើញចំនួនឈ្មោះកូកាហើយតម្លៃ$1និងចំនួន20ដែលតម្លៃសរុបរបស់វាគឺ$20គឺយើងទិញ20ណាហើយ discount 20% ដល់ពេលយើង discount រួចនឹងសល់តែ$16ទេអញ្ចឹងដោយសារតែវាចូលលក្ខខណ្ឌ20នេះដោយសារតែយើងកំងលើពី20ណាអញ្ចឹងវាចូល discount 20% យើងហើយកូដរបស់យើងមើលតែសរសើរទេដោយសារអត់មាន$អញ្ចឹងខ្ញុំធ្វើការដាក់$មុខ payment ហ្នឹងមក
dương cái này ta lấy dương ta đầu đặt đô la ở màu lấy đặt đô la đại má hay càng crom này cứ dương đặt đô la đại má để sao bị chip price được nè hay nhom ran má trắng cái này dương tinh vật thở hay nhom mùi mà đô la trong mà nhom tinh và mùi nè cái này trong tinh và mùi tầm bây ở vị châu lệ khán hay lệ khán dương cho là bị pram tự đọc nữa trắng với tụi bạn discount tại đọc rồi thì hay dương payment và dương so pram chụp sai sắp đô la trong màu anh nắng lệ khán cho là nắng nè cái này